រីករាយណាស់ដែលបានចូលនៅក្នុងកម្មវិធីដ៏មានសារៈប្រយោជន៍នេះដែលយើងចង់ដឹងថាស្ថានភាពជំងឺរបេងពីអតីតកាលក៏ដូចជាបច្ចុប្បន្នកាលរបស់ប្រទេសកម្ពុជាយើងឈានមកដល់បច្ចុប្បន្ននេះឃើញថាយើងមានការវិវត្តនិងធ្វើដំណើរទៅមុខយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងលើការងារជួយដល់កម្មវិធីជាតិកម្ចាត់រោគរបេងនិងហង្សិននៃក្រសួងសុខាភិបាលក្រោមជំនួយដ៏ថ្លៃថ្លានៃអង្គការដៃគូហើយនៅក្នុងពេលបច្ចុប្បន្ននេះជំងឺរបេងคล้ายទៅជាអតិភិបនៃសុខភាពសាធារណៈដែលមានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលក្រសួងសុខាភិបាលនិងជាពិសេសកម្មវិធីជាតិកម្ចាត់រោគរបេងនិងហង្សិនយើងដឹងហើយថាជំងឺរបេងគឺជាជំងឺឆ្លងដែលមានការប៉ះពាល់ដល់សុខភាពសាធារណៈហើយបើយើងមិនយកចិត្តទុកដាក់ទេហានិភ័យនៃជំងឺឆ្លងនេះវានឹងបង្កនូវភាពរ៉ាំរ៉ៃក៏ដូចជាធ្វើឲ្យអត្រាឈឺនិងអត្រាស្លាប់ដោយសារជំងឺរបេងនេះវានឹងកើនឡើងនៅក្នុងការប៉ាន់ប្រមាណរបស់អង្គការសុខភាពពិភពលោកប្រទេសកម្ពុជាយើងគឺបានសម្រេចនៅអត្រាគ្របដណ្ដប់នៃសេវារបេងនេះគឺ5ឆ្នាំមុនការកំណត់ហើយកម្ពុជាក៏បានចាកចេញពីប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់ក្នុងចំណោម30ប្រទេសនៅក្នុងឆ្នាំ2022ហើយក្នុងរយៈពេលនេះគឺមានរយៈពេល5ឆ្នាំហើយ2025យើងនឹងបន្តការងារវិតម្លៃថាតើកម្ពុជានឹងសម្រេចបាននៅគោលដៅដែលចាកចេញពីប្រទេសដែលមានបន្ទុកជំងឺរបេងខ្ពស់យ៉ាងដូចម្ដេចនៅថ្ងៃបន្ទាប់ឆ្នាំដែលយើងបានធ្វើការវិតម្លៃមែនតើទៅការងាររបេងមិនមែនជាការងារថ្មីបងកាខណាទេយើងចាប់ផ្ដើមធ្វើការងាររបេងនេះជាផ្នែកមួយនៃការផ្ដល់សេវាកាត់បន្ថយការឆ្លងនិងការថែទាំពាក់ព័ន្ធមេរោគអេដជំងឺអេដជាផ្នែកមួយនៃយើងហៅថាជំងឺ co-infection គឺមាន HIV និង TB គឺ HIV ហើយនិងរបេងមែនតើទៅយើងចាប់ផ្ដើមការងារនេះតាំងពីអំឡុងទសវត្សរ៍ឆ្នាំ2000ប៉ុន្តែនៅក្នុងឆ្នាំ2016យើងចាប់ផ្ដើមធ្វើសកម្មភាពក្នុងការជួយស្រាវជ្រាវករណីរបេងនៅតាមសហគមន៍តាមរយៈដំបូងឡើយគឺយើងទទួលបានការគាំទ្រពីអង្គការ Stop TB Partnership នៅហ្សឺណែវតាមរយៈគម្រោងគេហៅថា Challenge Facility for Civil Society ដែលក្នុងគម្រោងនេះគឺគាំទ្រដល់អង្គការខណ្ឌសម្រាប់គាំទ្រដល់បងប្អូនដែលមានជំងឺរបេងអតីតអ្នកជំងឺរបេងដើម្បីចងក្រងជាក្រុមហើយធ្វើការរួមគ្នាក្នុងការជំរុញការផ្សព្វផ្សាយនិងគាំទ្រអ្នកដែលមានជំងឺរបេងដូចគ្នាក្នុងសហគមន៍ដើម្បីឲ្យគាត់បានយល់ពីបញ្ហារបេងហើយនឹងជួយស្វែងរកមិត្តភ័ក្តិឬក៏សមាជិកគ្រួសារនៅក្នុងសហគមន៍របស់គាត់នៅក្នុងមូលដ្ឋានរបស់គាត់នឹងដើម្បីឲ្យគាត់អាចទៅស្វែងរកសេវាធ្វើតេស្តពាក់ព័ន្ធជំងឺរបេងឬក៏ធ្វើរោគវិនិច្ឆ័យនិងទទួលបានការព្យាបាលទាន់ពេលវេលាបច្ចុប្បន្នអង្គការខាណាមានធ្វើការអនុវត្តនៅគម្រោងសិក្សាស្រាវជ្រាវប្រតិបត្តិមួយដែលមានគោលបំណងក្នុងការវិតម្លៃអត្រាមេរោគរបេងសម្ងំនៅកម្ពុជានិងកំណត់លទ្ធភាពនៃការធ្វើតេស្តរោគមេរោគរបេងសម្ងំដែលប្រើតេស្តអ៊ីក្រាក្នុងចំណោមអ្នករស់នៅជិតស្និទ្ធរបស់អ្នកជំងឺរបេងសួតបេកាវិជ្ជមាននិងអ្នកជំងឺរបេងសួតបេកាអវិជ្ជមាននៅប្រទេសកម្ពុជាការសិក្សានេះដែរគឺស្ថិតនៅក្រោមការដឹកនាំរបស់កម្មវិធីរបេងថ្នាក់ជាតិនិងមានការសហការជាមួយនៅវិទ្យាស្ថាន Pasteur កម្ពុជានិងមានការគាំទ្រពីសាកលវិទ្យាល័យ Sydney និង USAID ផងដែរការសិក្សានេះដែរពាក់ព័ន្ធនឹងការប្រមូលសំណាក់ឈាមពីអ្នករស់នៅជិតស្និទ្ធរបស់អ្នកជំងឺរបេងសួតចំនួន500នាក់ក្នុងនោះយើងធ្វើនៅភ្នំពេញ250នាក់និងធ្វើនៅខេត្តកំពង់ធំ250នាក់មុននឹងចាប់ផ្ដើមនីតិវិធីនៃការសិក្សាយើងមានការស្នើសុំការយល់ព្រមពីអ្នកចូលរួមបន្ទាប់ពីយើងទទួលបានការយល់ព្រមហើយយើងធ្វើការបូមសំណាក់ឈាមរបស់គាត់បន្ទាប់មកយើងបញ្ជូនសំណាក់ឈាមរបស់គាត់ទៅកាន់មន្ទីរពិសោធន៍ Pasteur នៅរាជធានីភ្នំពេញដើម្បីធ្វើតេស្តរោគមេរោគរបេងសម្ងំដើម្បីទ
ទទួលបានលទ្ធផលមួយដែលត្រឹមត្រូវនិងជាក់លាក់អញ្ចឹងការរកឃើញពីការសិក្សានឹងដែរនឹងផ្ដល់ជាភស្តុតាងដ៏មានតម្លៃក្នុងការពង្រឹងសេវាថែទាំសុខភាពទាក់ទងនឹងជំងឺរបេងនៅកម្ពុជាក្នុងនោះមានការពង្រឹងការធ្វើតេស្តក្នុងចំណោមអ្នករស់នៅជិតស្និទ្ធរបស់អ្នកជំងឺរបេងសួតការប្រកាន់ខ្ជាប់ការព្យាបាលនិងការកាត់បន្ថយការព្យាបាលទៅលើករណីរបេងសង្ស័យមែនហើយយើងអាចចូលរួមកម្ចាត់ ជំងឺរបេងទាំងអស់គ្នា